កណាគាត់នៅឆ្ងល់សួរថាហេតុអ្វីបានជាយកធัวក្នុងសូត្រដាក់ទៀនជាមុនហ្នឹងហើយនេះសួរទៅនេះទៅវិញទៅហ្នឹងហើយចុះបើអត់ដាក់ទៀនមុនមិនវិញទៅដល់កថ្ងៃហ្នឹងបានតែកុំឆាន់ទាំងអស់គ្នាណាហ្នឹងហើយមើលអ្នកបាត់បងមានណាជួយឆ្លើយអនុថៃអត់មានមុនមកហ្នឹងហើយសាធុណាលេងហ្នឹងហ្នឹងសួរម្ដងនៅក្នុងបទធម៌ទាំងឡាយជាក់ស្ដែងដូចជានៅក្នុងទានវត្ថុកថាវត្ថុទាំង10យ៉ាងដាក់ថាទានមយៈសីលមយៈឃើញណាហ្នឹងហើយក្នុងបារមីទាំង10មានទានបារមីនឹងមុនក្នុងអនុពពីកថាមានទានកថាឃើញទេស្រាប់តើណានឹងមានទានកថាជាមុននឹងអញ្ចឹងណាតើព្រះពុទ្ធជាម្ចាស់ទ្រង់ឆ្វេងយល់ឃើញដូចម្ដេចប្រកាសសម្ដែងថាសិលនេះមានលំអបត់ខាងដើមហេតុអីក៏ក្នុងសភាពនៃមេត្តាធម៌ទាំងឡាយដាក់ទាននេះជាមុនហៅទាននេះជាខាងដើមទៅវិញចឹងសូមព្រះអនុថែប្អូនលើកនៅតលហីកជាធម្មយដ្ឋានក្តីជាបុគ្គលាធិដ្ឋានបញ្ជាក់ឲ្យច្បាស់ប្រកេននឹងជូនដើម្បីស្ដាប់បានហើយយល់ជាប្រកាសត្រង់សំណួរនេះអត់មានបែកទៅទៀតទេណាឆ្លើយឲ្យចំហើយបើមិនត្រូវទេហៅអ្នកអង្គុយនោះឆ្លើយសួរទាំងអស់គ្នាហ្នឹងអត់ឲ្យរួចទេណាអត់ឲ្យរួចទេពុទ្ធរស្មីហ្នឹងហ្នឹងយល់យល់នួនហ្នឹងឯងបើមិនយល់ថាមិនយល់សូមវិសាជនីយល់គិតថាយល់ច្បាស់ឥឡូវប៉ុន្តែសូមបញ្ជាក់សម្ដេចព្រះសម្មាសម្ពុទ្ធជាម្ចាស់បានត្រាស់សម្ដែងថាវិន័យជាអតិកល្យានអញ្ចឹងដែរហើយហេតុដូចម្ដេចបានជានៅក្នុងមេតិកាធម៌បានជាព្រះអង្គសម្ដែងទាននឹងមុនហើយសំណួរសួរថាហេតុអីបានជានៅក្នុងមេតិកាធម៌ហ្នឹងព្រះអង្គសម្ដែងទាននឹងមុនសម្ដែងអញ្ចឹងយ៉ាងម៉េចទៅមានអីប៉ុន្តែវិន័យដែលសម្ដេចជាម្ចាស់សម្ដៅកន្លែងហ្នឹងសម្ដៅព្រះវិន័យរបស់ភិក្ខុសង្ឃឬក៏សម្ដៅយកអ្វីផ្សេងពីហ្នឹងដែលវិន័យជាអតិកល្យានអត់យល់សំណួរពុទ្ធរស្មីជួយឡើងឆ្លើយមកជួយឆ្លើយមកឈួតនេះមិនហៅនុកុនឆ្លើយមកមិនអនុថៃឡើយយល់សំណួរហើយអញ្ចឹងមានន័យថាឆ្លើយសំណួរទី1ហ្នឹងឆ្លើយផ្សេងសំណួរផ្សេងអីចាណាស់ទៅអត់យល់សំណួរមិនដាច់ហ្នឹងហេតុអីបានមិនយល់ដោយសារអញ្ចេះមិនតន់ហ៊ានឆ្លើយដោយសារតែនៅក្នុងព្រះពុទ្ធសាសនានេះវិន័យរបស់ភិក្ខុសង្ឃនេះព្រះអង្គបញ្ញត្តិក្រោយព្រះអង្គត្រាស់ដឹង20ឆ្នាំមកដំបូងភិក្ខុសង្ឃនេះអត់មានព្រះវិន័យដោយហេតុថាកិច្ចផ្ដើមដំបូងមកនៃការបួសការអីសពបែបយ៉ាងទាំងអស់ភាគច្រើននោះគឺបប្រតិបត្តិតលំអានគ្នាព្រោះហេតុដូច្នោះហើយបានមានពេលមួយដែលព្រះអង្គសម្ដែងនៅសត្វធម្មបដិរូបធម៌ផ្លอมរបស់ជនមួយចំនួនដែលសម្ដែងព្រះធម៌ហ្នឹងព្រះអរិយកាសពលោកសួរព្រះសម្មាសម្ពុទ្ធជាម្ចាស់លោកសួរថាបបិទ្ធព្រះអង្គដ៏ចម្រើនកាលដែលមុនមានព្រះវិន័យការបញ្ញត្តិព្រះវិន័យនេះណាភិក្ខុសង្ឃនឹងសម្រេចមគ្គផលជាមិនសូវមានអ្នកសម្រេចមគ្គផលចំនួនច្រើនដោយកាលមុននឹងការបញ្ញត្តិនៅព្រះវិន័យហើយបានព្រះអង្គសម្ដែងសទ្ធម្មបដិរូបនឹងមកធัวផ្លอมនឹងសម្ដេចជាម្ចាស់ដោយសារអញ្ចឹងទីរៀងនៅតេទៅក្នុងកន្លែងព្រះវិន័យជាអតិកល្យាននឹងបន្តិចជាម្ចាស់អញ្ចឹងបានសួរបញ្ជាក់កន្លែងទៅហ្នឹងណាមានអង្គណាយល់សំណួរសួរទេអត់មានទេឥឡូវកុំតឲ្យឆ្លើយសួរយល់សំណួរសួរអត់ខាងនោះអត់យល់សំណួរដែរណាអូ
ស្រេចអ្នកបាត់ដំបងខំសរសើរណាហេតុអីបានមិនយល់សំណួរឥឡូវទី1តើប្រពុតសំដែងថាវិន័យនឹងជាអតិកល្យាណៈយល់ថាអញ្ចឹងទេមានដែលរៀនដឹងថាអញ្ចឹងទេព្រះវិន័យលំអបាត់ដើមអញ្ចឹងអត់ហ៎ត្រូវអញ្ចឹងអត់ត្រូវណោហើយមានអីរឿងដែលមិនយល់សំណួរព្រះអង្គសម្ដែងថាវិន័យនឹងជាអតិកល្យាណៈលំអបាត់ដើមហើយខ្ញុំកណាឆ្ងល់ក្នុងនាមជាព្រះមហាថៃកណាឆ្ងល់សួរថាហើយចុងបើព្រះពុទ្ធជាអម្ចាស់ត្រាស់សម្ដែងថាព្រះវិន័យនេះមានលំអបាត់ដើមតែក្នុងមេតិកាធម៌ទាំងឡាយយើងឃើញទានកថាវត្ថុឲ្យដាក់ថាទាននៅមយៈបិណ្ឌសម្រាប់ពីការធ្វើទានឲ្យមិនសៃវិន័យមិនអញ្ចឹងហកណាទានសិលភាវនាហកនៅក្នុងបារមី10អីដាក់ថាទានបារមីបានសៃលបារមីអញ្ចឹងណាហើយរឿងអីមិនយល់ហើយចឹងឆ្ងល់ប៉ុណ្ណឹងខ្ញុំថាហេតុអីបានជាក្នុងមេតិកាធម៌បែរជាអញ្ចឹងទៅវិញបើថាវិន័យជាលំអបាត់ដើមមិនក៏មិនដាក់ព្រោះវិន័យជាសិលមិនដាក់ថាសៃលមយៈទានមយៈទៅហ៎មិនដាក់ថាសៃលបាលមីទានបារមីទៅមិនដាក់ថាអញ្ចឹងមិនអញ្ចឹងយល់អត់យល់អត់ប៉ុណ្ណឹងណោយល់ខ្ញុំកណាឆ្ងល់វិញឆ្ងល់ថាហេតុអីបានជាអញ្ចឹងហើយកណាសួរថែមទៀតថាលើកតល់ហើយកមើលជាបុគ្គលាធិដ្ឋានក្តីណាជាធម្មាធិដ្ឋានក្តីបញ្ជាក់មើលថាហេតុអីបានជាអញ្ចឹងហើយមិញអនុថែឆ្លើយទៀតថាមកពីទាននឹងស្រួលធ្វើស្រួលធ្វើបានដាក់មុនអញ្ចឹងទៀតចង់សួរតែនឹងថែមទៀតបានអត់សួរទេសួរសំណួរមិញដដែលមិនលោកខាងអ្នកក្រមថាយល់ហើយសំណួរពេលអនុថែយល់ណោះអត់យល់ទេមិនសួរកណាសម្ដេចអម្ចាស់យល់ឥឡូវយល់ទី1លោកម្ចាស់មានការយល់ស្តៀងកណាដែរដោយសារទី1អត់យល់សំណួរសម្ដេចអម្ចាស់មិនថាសំណួរសម្បាក់យល់ទេតែពេលស្ដាប់យូរទៅដូចមិនសំណួរមិនទី1ព្រះអង្គជាអម្ចាស់លោកសម្ដែងថាវិន័យជាអតិកល្យាននោះគឺព្រះអង្គសម្ដៅជាកិច្ចបដិបត្តិរបស់ភិក្ខុសង្ឃដោយឡែកព្រះអង្គសម្ដែងទាននៅក្នុងមេតិកានេះជាការបដិបត្តិរួមទាំងអស់ទាំងពុទ្ធបរិស័ទទាំងភិក្ខុសង្ឃអញ្ចឹងកន្លែងហ្នឹងគណៈកថាបើសិនជាយកដើមសេចក្តីថាវិន័យជាអតិកល្យានមកប្រៀបតាហេតុដូចម្ដេចបានជាព្រះអង្គត្រាស់សម្ដែងថាទាននេះនៅខាងដើមមិនដាក់ខាងមុខដោយសារទានមានសិលក្នុងទីនេះគណៈគឺថាដូចឆ្លើយអញ្ចឹងដូចជាមិនមែនជាព្រោះបើសិនជាឆ្លាក់ខ្ញុំកណាយល់ថានៅតែប្រកាន់ពាក្យសិក្សាទៅថាការធ្វើទាននេះវាលំបាកតែมันលំបាកជាងការរក្សាសិលទេព្រោះការរក្សាសិលនេះត្រូវការបញ្ញានិងកម្លាំងចិត្តនេះខ្លាំងមែនទែនការធ្វើទាននេះមានភាពបើប្រៀបវាលំបាកមែនបើប្រៀបនឹងការធ្វើទាននេះលំបាកខ្លាំងណាស់តែបើប្រៀបជាមួយនឹងការរក្សាសិលនិងការចម្រើនបញ្ញានេះការធ្វើទាននេះហាក់ដូចជាមានកម្រិតនឹងស្រួលជាងការរក្សាសិលនិងការចម្រើនបណ្ដុះបញ្ញាសម្ដេចចាមចាស់សាធុកាត់ប៉ុណ្ណឹងសិនត្រូវហ្មងព្រះអនុថែឆ្លើយថាដំបូងនោះទានស្រួលធ្វើងាយជាងចឹងហើយបងស្ដាប់បានទេមិញលោកឆ្លើយណាដល់ឥឡូវលោកថាទាននេះពិតជាលំបាកហើយប៉ុន្តែវាដែលពិបាកនោះគឺធ្វើសិលយល់ត្រូវហ្នឹងឆ្លើយត្រូវមិនស្រួលទេធ្វើទាននោះចំណុចហ្នឹងកណាយល់នេះចំណុចមិនមែនស្រួលធ្វើទេប៉ុន្តែបើប្រៀបជាមួយសិលពិបាកធ្វើណាស់មហាថែតែប៉ុណ្ណឹងយល់ហ្នឹងមិនមែនឆ្លើយថាស្រួលធ្វើទេទាននោះអាហ្នឹងមិនយល់ទេណាមិនតាន់យល់ហ្នឹងហើយឈប់មិនតាន់ឈប់មិនតាន់ខ្ញាល់អត់ឲ្យខ្ញាល់ទេហ្នឹងសួរបណ្ឌិតមើលហ្នឹងកណាហើយកណាឆ្ងល់ហ្នឹងសំណួរហ្នឹងសួរស្រាលបណ្ឌិតស្រាលហ្មងខនឆ្ងល់អូនឯងមើលឆ្ងល់យ៉ាងម៉េចដែលថាស្រាលខនថាមើលពិចារណាទាំងអស់គ្នាមើល
ព្រះអង្គលោកត្រាស់សម្ដែងពុទ្ធសាសនាពាក្យព្រានបដៅរបស់ព្រះអង្គហ្នឹងវិន័យគឺសិលនេះជាអតិកល្យានបានន័យថាសិលហ្នឹងមានលំអខាងដើមនៃពុទ្ធសាសនាឃើញទេប៉ុន្តែបែរជាដាក់ក្នុងមេតិកាធម៌ទាំងឡាយណាមានកថាវត្ថុអីជាដើមគឺទានមយៈវត្ថុទាំង10យ៉ាងនោះណានឹងបុណ្យសម្រាប់អំពីការធ្វើទានឲ្យបានសីលមយៈហោបារមីធម៌ទាំង10ទានបារមីឲ្យបានដាក់សីលបារមីនេះអញ្ចឹងណាជាងសូត្ររាល់ថ្ងៃនោះអញ្ចឹងគាត់សួរថាហេតុអ្វីបានជាព្រះអង្គដាក់ថាវិន័យលំអបត់ខាងដើមនៃពុទ្ធសាសនាហើយសាបដល់មកដាក់ក្នុងមេតិកាធម៌សូត្រណាសម្រាប់ប្រសង់គឺពុទ្ធបរិស័ទហ្នឹងគឺទាំងប្រសង់ទាំងពុទ្ធបរិស័ទទាំងកុហកហើយដាក់ថាទានហ្នឹងដើមទៅវិញហេតុអីហ្នឹងណាជាបុគ្គលាធិដ្ឋានរឿងរ៉ាវមើលមានអីតលហើយក៏បញ្ជាក់មើលហើយជាធម្មមានធិដ្ឋានមានអីហ្នឹងហើយបញ្ជាក់មកមើលហ្នឹងហើយឃើញទេដូចមិនពិបាកយល់ទេប៉ុន្តែយល់អត់ឡើយយល់អត់សួរថាអញ្ចឹងយល់អត់តែនិយាយមកអញ្ចឹងសើវិញនេះសួរមែនទេណាហ្នឹងហើយមិនសួរលេងទេព្រោះកណាសម្ដេចម្ចាស់កណាយល់សំណួរសម្ដេចប៉ុន្តែនៅមិនឯកភាពត្រង់ចំណុចមួយដោយសារពាក្យថាវិន័យជាអតិកល្យានកន្លែងនោះវិន័យគឺសិលកណាម្ចាស់ឯកភាពស្របតាមសម្ដេចគឺព្រះអង្គសំដៅយកវិន័យរបស់ភិក្ខុសង្ឃដែលឡែកសិលនេះសំដៅយកកិច្ចបដិបត្តិទូទៅទាំងអស់ណាចឹងសិលពាក្យថាទានសិលកន្លែងមួយម៉ាត់កន្លែងហ្នឹងសិលកន្លែងហ្នឹងมันសំដៅយកសិលរបស់ដូចទានសិលភាវនាកន្លែងនេះគឺជាកិច្ចបដិបត្តិរបស់ពុទ្ធបរិស័ទជាចម្បងឥឡូវលោកម្ចាស់ពុទ្ធបរិស័ទងាកមកមើលនៅក្នុងកិច្ចបដិបត្តិរបស់ពួកសាមណៈវិញព្រះអង្គសម្ដែងថាសិលសមាធិបញ្ញាអញ្ចឹងកន្លែងនេះព្រះអង្គត្រៃសិក្ខានេះគឺព្រះសម្ដៅយកកិច្ចបដិបត្តិរបស់ភិក្ខុសង្ឃនឹងតែម្ដងដល់អញ្ចឹងទៅលោកមានពាក្យថាសិលសមាធិបញ្ញាអញ្ចឹងនៅក្នុងនោះមានសិលនៅកន្លែងហ្នឹងគឺសំដៅយកកិច្ចបដិបត្តិក្នុងព្រះវិន័យហើយនេះគឺព្រះអង្គសម្ដែងសង្កត់ធ្ងន់ទៅលើតែពួកសាមណៈរបស់សម្ដែងលើតែពួកភិក្ខុសង្ឃតែប៉ុណ្ណោះដោយឡែកនៅក្នុងមេតិកាធម៌នៃកិច្ចបដិបត្តិជាទូទៅជាពិសេសគឺសម្រាប់ក្រហមមានសិលមានទានមានសិលមានភាវនាទាំងអស់នោះព្រះអង្គផ្ដើមចេញអំពីការបដិបត្តិទានការធ្វើទានអញ្ចឹងឃើញកន្លែងហ្នឹងខុសគ្នាដែរសម្ដេចចាំចាស់ដោយសារតែមួយព្រះអង្គសម្ដៅយកសម្ដែងសង្កត់ទៅលើពុទ្ធបរិស័ទមួយទៀតព្រះសម្មាសម្ពុទ្ធជាម្ចាស់សម្ដែងសង្កត់ទៅលើភិក្ខុបញ្ជាក់បង្រៀនដល់ភិក្ខុសង្ឃដូចជាយើងនៅក្នុងអ្នកបួសនេះកិច្ចដែលបដិបត្តិធំបំផុតមែនទែនគឺសិលសមាធិបញ្ញាទានអីផ្សេងមកតាមក្រោយទេដោយសារដំបូងទៅធ្វើវិន័យហ្នឹងឲ្យបរិសុទ្ធសិនត្រង់ចំណុចតំណែងឯងសម្ដេចជាម្ចាស់ដែលខ្ញុំប្រគល់ណាមិនហ៊ានថាឲ្យដាច់ថាយ៉ាងម៉េចឥឡូវថ្វាយសម្ដេចម្ចាស់ឆ្លើយរមងទៅចិត្តដល់ម៉ោងឆាន់rồiហើយសាធុនេះឆ្លើយត្រូវសាធុឆ្លើយត្រូវទេបងយល់ត្រូវហើយសំដែងចំពោះភិក្ខុសង្ឃគឺសិលសមាធិបញ្ញាចំពោះក្រហោះទាយុតិកាគឺទានសិលភាវនាត្រូវអត់ខុសទេចម្លើយហ្នឹងវាណាបដិសេធទេឆ្លើយត្រូវណាធោដែលយល់នឹងត្រូវប៉ុន្តែនិយាយពីកណាឆ្លើយនេះសួរនេះសួរផ្សេងពីដឹងផ្សេងថាម៉េចថាហេតុអ្វីបានជាព្រះអង្គណាហ្នឹងហើយសំដែងក្នុងទានវត្ថុក្នុងក្តីថាទានមយៈណាទានបារមីហ្នឹងហើយសួរមិនសួរតាកតងឆ្លើយហ្នឹងត្រូវមិនខុសហើយឆ្លើយមិនហ្នឹងណាហ្នឹងហើយកណាគាត់ទៅឆ្ងល់សួរថាហេតុអ្វីបានជាយកធัวក្នុងសូត្រដាក់ទានជាមុនហ្នឹងហើយនេះសួរទៅនេះទៅវិញទៅ
ហ្នឹងហើយ ចុះបើអត់ដាក់ទៀនមុនមិនវិញទៅ ដល់កថ្ងៃហ្នឹងបានតែកុំឆាន់ទាំងអស់គ្នាណាហ្នឹងហើយមើលអ្នកបាត់បងមានណាជួយឆ្លើយអនុថៃអត់មានមិនមកហ្នឹងហើយសាធុណាលេងមើលហ្នឹងទូលដាច់តែសូមអនុញ្ញាតឆ្លើយសំណួរហ្នឹងប៉ុន្តែឆ្លើយតាមចាស់ទុំទេចាស់ទុំលោកថាបើពោះក្លៀនគ្មានតិចអញ្ចឹងបើថាបើក្លៀនហើយធ្វើសិលកំបានភាវនាកំបានសូមឆ្លើយប៉ុណ្្នឹងទៀត សាធុគ្មានណាយល់ទេណាគ្មានណាយល់តែអ្នកសួរហ្នឹងណាពុទ្ធរស្មីជួយឆ្លើយអនុថៃទីមើលជួយឆ្លើយបណ្ឌិតទីមើលមកមិនទេយល់ជួយឆ្លើយមើល មុនទៀត អឺ កណាននៅតែដូចទូលប្រកេនអញ្ចឹងថាការថ្វាយទៀននេះកិច្ចបប្រតិបត្តិមនុស្សភាគច្រើនជាផ្ដើមដំបូងលោកឲ្យធ្វើទៀនហ្នឹងឯងមនុស្សភាគច្រើនសទៀនហ្នឹងវាមានសភាពដូចជាមិនសូវជាពិបាកវាពិបាកដែរតែបើប្រៀបជាមួយសិលវាងាយអញ្ចឹងបានជាលោកឲ្យការចម្រើនធ្វើទៀនហ្នឹងគឺដៅចំពោះកិច្ចបប្រតិបត្តិទូទៅហើយញាតិញោមភាគច្រើនសតតែអ្នកធ្វើទៀនតែភាគច្រើនមិនមែនអ្នកកាន់សិលទេទាំងអស់នេះភាគច្រើនតែធ្វើទៀនអ្នកមានសទ្ធាសម្ដេចចាំចាស់ឥឡូវប្រកេនលោកគ្រូអនុគុណមើលមុនជួយឆ្លើយមើលកណាដូចជាប្រកេនឥឡូវមើលសង្គ្រោះ អរគុណបាទក្នុងមេតិកាដែលពុទ្ធជាអង្គម្ចាស់លោកសំដែងទៀនជាដំបូងគ្រប់មេតិកាទាំងអស់ហេតុអីបានព្រះអង្គមិនដាក់សិលដោយព្រះមនីកសលលោកបានឆ្លើយហើយទូនាទីរបស់ព្រះសង្ឃគឺមានតែសិលសមាធិនិងបញ្ញាទូនាទីរបស់ពុទ្ធបរិស័ទទៀនសិលភាវនាចាហេតុអីបានជាពុទ្ធលោកសំដែងទៀនហ្នឹងជាសិលទៀនហ្នឹងជាដំបូងមិនដាក់សិលប្រពចំពោះតែព្រះអង្គលោកសំដែងតែចំពោះបរិស័ទដែលជាកុហកសម្រាប់ព្រះភិក្ខុសង្ឃយើងគឺព្រះអង្គមិនសំដែងទៀនឲ្យព្រះសង្ឃហ្នឹងលោកធ្វើទៀនទេទៀនហ្នឹងគឺសំដែងសម្រាប់តែប្រសក់តែប៉ុណ្ណោះសម្រាប់ព្រះសង្ឃជាអ្នកទទួលនៅទៀនរបស់ប្រសក់ទាំងអស់ហ្នឹងណាសូមសម្ដេចព្រះអង្គម្ចាស់ប៉ុណ្ណឹងណាហេតុអីបានព្រះអង្គសម្ដែងអញ្ចឹងហេតុអីណាកណាសួរហេតុអីបានព្រះអង្គសម្ដែងអញ្ចឹងជាមួយកុហកហ្នឹងព្រោះសួរអញ្ចឹងបងហេតុដែលព្រះអង្គលោកសម្ដែងទៀនមុនគេបង្អស់នេះដើម្បីឲ្យប្រសក់ហ្នឹងងាយនឹងលះសិនព្រោះការធ្វើទៀនហ្នឹងដោយសម្ដេចព្រះអង្គម្ចាស់បានជ្រាបហើយថាពិបាកនឹងធ្វើគឺពិបាកនឹងធ្វើជាជាងសិលទៀនហ្នឹងដើម្បីបានដល់សិលយើងត្រូវមានការលះសិនព្រោះមនុស្សយើងម្នាក់ហ្នឹងមិនងាយនឹងលះបង់ទេអាទៀនហ្នឹងនោះទោះបីយើងមានដល់វល់លៀនវល់កោតក៏ដោយបើព្រះអង្គលោកមិនសម្ដែងទៀនអាការលះនឹងជាដំបូងនឹងទេមិនអាចធ្វើសិលនឹងឲ្យបរិសុទ្ធបានដែរនេះជាចម្លើយសម្ដេចមានបុគ្គលាធិដ្ឋានអីបញ្ជាក់ឲ្យច្បាស់ឲ្យញាតិញោមយល់ឲ្យមានធម្មធិដ្ឋាននេះបញ្ជាក់ព្រះមនីកុសលបណ្ឌិតបានកណាហ៊ានសួរសំណួរហ្នឹងព្រោះឃើញដើរតាមហើយបណ្ឌិតចប់ថ្មីនេះសរសេរអំពីព្រះគុណរបស់សម្ដេចព្រះមហាខុសនន្ទកណាធ្លាប់ស្ដាប់ធម៌សម្ដេចមហាខុសនន្ទមួយបានមិនតាន់ឆ្លើយទេហ្នឹងហើយធ្លាប់ស្ដាប់លោកសម្ដែងកន្លែងហ្នឹងច្បាស់អំពីទៀនហ្នឹងអំពីទៀនហ្នឹងអំពីសិលហ្នឹងហើយលោកសម្ដែងច្បាស់ណាស់ហ្នឹងហើយលោកសម្ដែងធម៌ហ្នឹងណាមើលមានអីបញ្ជាក់ជាផោះតាងទេណាពុទ្ធរស្មីណាដែររឿងរ៉ាវភ្លេចអស់ហើយមិនដែរច្រើនពេកថ្ងៃក្រោយស្បាត់ពុទ្ធរស្មីកុំពីណាមុនពុទ្ធជ័យមនីមកទេសនាទៀតហ្នឹងហើយសំទោសទៅចុះហ្នឹងហើយបងត្រូវសួរប្អូនអញ្ចឹងហ៎តាមពិតដូចបងប្អូនអញ្ចឹងពីអ្នកហ្នឹងណាមនីកសលបណ្ឌិតឲ្យខ្ញុំកណាវាដូចបងប្អូនហ្នឹងព្រោះមានម៉ែតែមួយម៉ែនៅមុខណាអញ្ចឹងបងមានអីទេសួរប្អូនលេងអញ្ចឹងឯងដាល់វងណា
số ổn lên rồi nè bằng sờ rôn chứ này nọ và cái thua mà slide mà chui slide này trâu ơi bật đèn máy slide trâu ơi trâu vẫn trong ơi phải chết ôi chỉ bắt thêm tiếng nó rồi តាមពិតសម្ដេចលោកទទួលចម្លើយយើងហើយតែលោកចង់បានរឿងយូរមកបញ្ជាក់ឥឡូវបកូនណាចាំរឿងរាជកហបតីទេចាំរឿងផ្សេងតោះចាំរឿងផ្សេងតាមពិតសំណួរចម្លើយឆ្លើយអស់ហើយអត់មានអីមិនបានឆ្លើយទេ số bề bánh nhà mình nhân hạ xiềng hay ấy chui slide ô nó mình mau á ô sần nhẹ chế nó háo món luôn ចៃគ្នាខ្មាស់គេណាសូមសំណួរសម្ដេចម្ដងទៀតដើម្បីផ្សារភ្ជាប់ចម្លើយណា ស្ដាប់មួយថ្ងៃមិនយល់ស្ដាប់មួយថ្ងៃមិនដឹងថាអារម្មណ៍ទៅណាហ្នឹងគ្មានស្ដាប់មនីកុសលបណ្ឌិតទេសនាអីទេសសងស្ដាប់ហ្នឹងហើយខ្ញុំកណាឆ្ងល់ថាប្រពុតណាសួរជារួមទេ បណ្ឌមនីកុសលញែកចម្លើយជាមួយព្រះពុទ្ធរស្មីហ្នឹងថាសិលសមាធិសម្រាប់ភិក្ខុសង្ឃត្រឹមត្រូវហើយហ្នឹងហើយទានសិលភាវនាសម្រាប់ក្រហោះទាយុទាចាអ្នកធ្វើទានប៉ុន្តែខ្ញុំកណាឆ្ងល់អញ្ចេះទេឆ្ងល់ថាព្រះអង្គត្រាស់សម្ដែងសរសើរថាវិន័យហ្នឹងគឺមានលំអបត់ដើមនៃពុទ្ធសាសនាអញ្ចឹងហ៎ប៉ុន្តែដល់សរសេរក្នុងមេតិកាធម៌ទានមយៈហើយសីលមយៈ បារមីទាំង 10 នោះមានទានបារមីសីលបារមីណាហ្នឹងហើយតើក្នុងពុទ្ធសាសនានេះណាព្រះអង្គទ្រង់ឆ្វេងយល់ឃើញអំពីឧបការៈនៃទានហ្នឹងយ៉ាងម៉េចបានជាសម្ដែងណាសម្រាប់ក្រហោះហ្នឹងថាទានហ្នឹងឲ្យធ្វើមុនហ្នឹងចុះសួរទៅអញ្ចឹងចុះហ្នឹងហើយណាទូមគុំខ្ញុំណាសូមអនុញ្ញាតនឹងអនុញ្ញាតឆ្លើយតាមសតិបញ្ញាហើយបើឆ្លើយខុសក៏គ្មានអីប្លែកទេព្រោះលោកគ្រូបណ្ឌិតក៏សម្ដេចមិនទទួលដែរអញ្ចឹងទូមគុំខ្ញុំណាសូមឆ្លើយបន្តិចចុះពាក់ព័ន្ធទៅនឹងរឿងព្រះវិន័យនេះជាមូលដ្ឋានគ្រឹះដ៏សំខាន់របស់ពុទ្ធសាសនាជាឫសគល់ដ៏សំខាន់មានន័យថាពុទ្ធសាសនានៅពេលណាដែលទាំងប្រសង់ជាអ្នកគោរពប្រតិបត្តិក្នុងពុទ្ធសាសនាទាំងកុហកទាំងអីហ្នឹងបើមិនជាលះបង់វិន័យចោលហើយគឺថាមិនអាចឈានទៅរកគុណធម៌ដតីទៀតទេព្រោះនេះជាបាតជាគ្រឹះរបស់អ្នកប្រតិបត្តិធម៌ចឹងហើយវិន័យនេះសំខាន់សម្រាប់ពុទ្ធសាសនាទាំងមូលតែម្ដងគឺថាពុទ្ធសាសនិកចូលមកនៅទីនេះគឺដើម្បីទ្រទ្រង់ពុទ្ធសាសនាឲ្យបានជាពិសេសគឺព្រះសង្ឃនឹងតែម្ដងប៉ុន្តែសម្រាប់ព្រះសង្ឃនេះបើយើងវែងញែកទៅថាมันមានពាក់ព័ន្ធទៅដោយទានទេជាទូទៅដោយសារតែព្រះសង្ឃលោកចិញ្ចឹមជីវិតដោយកម្លាំងស្មងទៅសុំចង្ហាន់បិណ្ឌបាតរបស់អ្នកស្រុកតាមភូមិហើយគាត់ថាព្រះសង្ឃលោកចិញ្ចឹមជីវិតតាមសមាជីវប្រលោកអញ្ចឹងទៅហើយមានសិលមានសមាធិមានបញ្ញាអីប្រលោកក្នុងកម្មដ្ឋានអីចឹងទៅរីឯធម៌មួយចំនួនដែលពាក់ព័ន្ធទៅនឹងទានជាទូទៅគឺព្រះអង្គសម្ដែងពាក់ព័ន្ធទៅនឹងកុហកហើយមូលដ្ឋានដែលឲ្យធ្វើទានមុនដោយសារតែនៅពេលណាដែលយើងធ្វើទានមុនគឺនាំឲ្យទឹកចិត្តមេត្តាផុសអ្នកដែលធ្វើទានហ្នឹងកើតឡើងហើយផ្សារភ្ជាប់ខ្លួនឯងទៅនឹងមជ្ឈដ្ឋានជំនាញខ្លួនពីព្រោះទាននេះគឺទាញមនុស្សឲ្យស្រឡាញ់គ្នាឲ្យចូលចិត្តគ្នាងាយស្រួលក្នុងការនិយាយគ្នាអញ្ចឹងបន្ទាប់មកក៏អាចធ្វើឲ្យបុគ្គលនោះមានទឹកចិត្តមេត្តាហើយពេលដែលមានចិត្តទឹកមេត្តាក៏ធ្វើឲ្យគុណធម៌ផ្នែកសិលផ្នែកភាវនាផ្នែកអប់រំចិត្តអីកើតបន្តគ្នាអញ្ចឹងទៅប៉ុន្តែបើសិនជាយើងនិយាយពីព្រះវិន័យដែលជាមូលដ្ឋានគ្រឹះរបស់ពុទ្ធសាសនាហ្នឹងគឺថាពុទ្ធសាសនាទៅបោះបង់វិន័យចោលហើយប្រសង់ក៏លកេតលកាពុទ្ធសាសនិកល្អរបស់ពុទ្ធសាសនាអញ្ចឹងពុទ្ធសាសនាហ្នឹងក៏បាត់បង់ទ្រង់ទ្រាយធំរបស់ខ្លួនដែលជាវិន័យដែលជាឫសគល់ណាព្រះអង្គសម្ដែងហើយថាវិន័យហ្នឹងគឺជាឫសគល់ហ្នឹងហើយសម្រាប់ក្រហោះដែលភាគច្រើនព្រះអង្គសម្ដែងពាក់ព័ន្ធទៅនឹងទាដល់កដាលរាត្រីហើយនឹងទាភ្លឺហ្នឹងហើយចំក្រោយគឺសម្រាប់ចិត្តលះបង់សម្ពុតខ្លួនឯងដណ្ដប់ហ្នឹងធ្វើទៅជាទានហើយព្រះអង្គសរសើរមែនទែនថាការធ្វើទានរបស់អ្នកហ្នឹងបើអ្នកចាប់ផ្ដើមដំបូងតាំងពីបឋមយាមឯងមិនបានលៀបសក្ការៈប៉ុណ្្នឹងឯងបានច្រើនរឿងនឹងទៅទៀតព្រះបាទប្រសិទ្ធទៀតកសលបានបូជាហើយដោយរឿងលៀងលេចទេវតាជាដើមបានបូជាលេខដល់ប្រធានដែលពាក់ព័ន្ធរឿងទានហ្នឹងមានច្រើនមែនទែនប៉ុន្តែផ្នែកទានហ្នឹងភាគច្រើនគឺពាក់ព័ន្ធទៅនឹងក្រហោះតែម្យ៉ាងពីប្រសង់
អត់មានពាក់ព័ន្ធដោយទាននឹងចំពោះទេព្រោះប្រសងជាទូទៅក្នុងវិន័យប្រសងក៏មិនមានការកាន់ទ្រព្យសម្បត្តិអីឬក៏ការមានទានមានសិលមានភាវនាទៅប៉ុន្តែលោកគឺមានសិលមានសមាធិមានកម្មដ្ឋាមានសិលសមាធិហើយនិងបញ្ញានឹងដែលជាមូលដ្ឋានគ្រឹះរបស់លោកហើយលោកខំប្រតិបត្តិតាមព្រះវិន័យនឹងដែលជាឫសគល់ដ៏សំខាន់ណាសូមឆ្លើយប៉ុណ្ណឹងត្រូវសូមព្រះអធិស្ឋានសម្ដែង កណាសាធុអាហ្នឹងបើចម្លើយអញ្ចឹងសំជាកណាសួរថាមនាលអនុថែហេតុអ្វីបានជាពុទ្ធជាម្ចាស់ព្រះអង្គត្រាស់សម្ដែងសម្រាប់ភិក្ខុអ្នកបួសក្នុងពុទ្ធសាសនាថាសិលសមាធិបញ្ញាហើយក្រហោះអ្នកធ្វើទានទាយុទីការអ្នកឲ្យទានព្រះអង្គទ្រង់ត្រាស់សម្ដែងថាទានសិលភាវនាតើមានណាភាពផ្សេងគ្នាឬខុសគ្នាយ៉ាងដូចម្ដេចចូលវិសាចនាអញ្ចឹងចម្លើយហ្នឹងបានត្រូវហ្នឹងហើយអាហ្នឹងបើកណាសួរអញ្ចឹងណាបើសួរអញ្ចឹងនឹងចម្លើយត្រឹមត្រូវហ្នឹងហើយប៉ុន្តែកណាអត់សួរអញ្ចឹងផងណាព្រះបញ្ញាមនីញាណ មុនព្រះបញ្ញាមនីញាណមិនឲ្យខ្វះគេទាំងអស់ ហើយមុនណាមុនសួរឲ្យអស់អ្នកប្រាជ្ញបាត់បងហ្នឹង ប៉ុន្តែមើលទៅដឹងតែខ្មាស់ហើយ អរគុណដែលផ្ដល់កិត្តិយសឲ្យខ្មាស់គេទាំងអស់គ្នាហ្មងបាយថ្ងៃនេះដូចមិនឆាន់ចូលទេញោមឯងមើលទៅដាច់តែតោមរួចឯងដាច់គេនវិញហ្មងតោះរួចចម្លែកមិនឃើញទេញាតិញោមឯងរួចចម្លែកបំដិត Harvard ឆ្លើយមិនត្រូវហើយហ្នឹងញាតិញោមអីពេលកប៉ុកឆ្លើយមិនដល់ទេបារមីមិនដាច់ពុតជ័យនេះកណាអីប្រងឆ្លើយសិនមិនឆ្លើយផងហ្នឹងខ្ញុំកណាគិតថាយ៉ាងដាច់គិតថាមានពាក្យវិន័យវិនយោសាសនៈសមូលាំងវិន័យជាឫសគល់នៃពុទ្ធសាសនាហើយដល់ចំណែកទានព្រះអង្គដែងថាសព្ពេសត្តាអាហារដ្ឋិតិកាបានន័យថាសត្វលោកទាំងអស់រស់នៅដោយសារអាហារកណាផុសតាំងប៉ុណ្ណឹងហើយបើមិនដាច់យល់ដល់ចេតនារបស់ខ្ញុំកណាប្រហែលជាឲ្យត្រូវមួយទៅ សូមអនុមោទនាអ្នកញាតិញោមព្រះអង្គសម្ដែងធម៌ដំបូងបំផុតគឺសព្ពេសត្តាអាហារដ្ឋិតិកាសពសត្វទាំងអស់រស់នៅបានដោយអាហារសម្ដេចមហាខុសនន្ទសម្ដែងច្រើនណាស់ធម៌ហ្នឹងថាញាតិញោមអាហារនេះជាធម៌ទី1ញាតិញោមត្រូវធ្វើទានណាហ្នឹងហើយពុទ្ធមុននឹងបានត្រាស់ដឹងឆាន់ចហាននាងសុជាតាសិនបានត្រាស់បើមិនឆាន់អត់ត្រាស់ទេក៏នឹងសាងបារមីទានបរិច្ចាគទានទាំង5គឺទានបរិច្ចាគទានមុនសិនមិនយល់អត់បណ្ឌិតហ្នឹងហើយមានរឿងច្រើនទៀតតែកណ្ដាលឆ្លើយប៉ុណ្ណឹងហ្នឹងហើយមុនណាមុនមានអីចង់លុបលៀងខ្មាស់លុបណាមុនទេមិនមានអីទេសម្ដេចជាអម្ចាស់គ្រាន់តែអនុមោទនាដឹងមិនដឹងប្រតិថាចង់បានចំណុចហ្នឹងបានជាមិនឆ្លើយទេមិនចង់បានចំណុចហ្នឹងទេមកពីមិនយល់សំណួរDo you understand មកពីមិនយល់សំណួរអនុថែប្អូនសួរលេងសោះថ្ងៃហ្នឹងណាហ្នឹងហើយ សូមអនុមោទនាលឺខ្សឹបខ្សៀវនៅក្រោយក្រេដែរថាសម្ដេចខូសនន្ទសម្ដែងតែផ្ដើមឡើងគឺសព្ពេសត្តាអាហារដ្ឋិតិកាសត្វទាំងឡាយមានតែរស់បានដោយសារអាហារអញ្ចឹងកណាថែមួយម៉ាត់ទៀតហ្នឹងកន្លែងទៅហ្នឹងព្រោះស្ដាប់ធម៌ហ្នឹងយូរដែរលោកថាធម៌លេខ1ធម៌អីលោកឧស្សាហ៍សម្ដែងចេះអេកនាមកកឹងហ្វិមនាមកកឹងធម៌លេខ1ធម៌អីពាក្យរបស់សម្ដែងថាធម៌លេខ1ធម៌ស៊ីលោកថាធម៌ដំបាយមនុស្សលោកភាគច្រើននេះគឺឲ្យតែមានអាហារអាចនឹងគិតរឿងល្អរឿងអីនឹងច្រើនអញ្ចឹងមនុស្សដំបង
បានរក្សាសិលបានអញ្ចឹងមនុស្សធ្វើទាននេះទានឡើយនេះសម្ដេចជាម្ចាស់សម្ដៅយោបណ្ឌបាតទានហើយបច្ច័យហើយលោកម្ចាស់សំរោសរោនមិញក៏ឆ្លើយត្រូវដែរនិយាយពីចូលលេខកសាដកណាត្រូវតាមណាច់ហ៎ហើយនៅតែឲ្យខុសទៀតព្រោះនៅសរោនលោកថាសុំត្រូវខ្លះមកព្រោះទាននេះមានចៃវរៈទានបណ្ឌបាតទានសេនាសនៈនិងគិលានភេសជ្ជៈមាន4ប្រភេទលោកម្ចាស់សរោនលោកឆ្លើយពីចៃវរៈទានឲ្យលោកត្រូវតិចទៅមិនដាច់ទេណាកណាម្ចាស់អញ្ចឹងសំណួរតាមពិតសំណួរលេងណាអញ្ចឹងអ្នកបាត់ដំបងថ្ងៃហ្នឹងនឹងចងចាំនៅអនុស្សាវរីយ៍ដ៏ល្អផ្អែមល្ហែមថ្ងៃនេះទាំងអស់អញ្ចឹងដោយអំណាចនៃបុណ្យកុសលដែលញោមឧបាសិកាញោមទាវខៀវស៊ីណានិងអេដាមដែលជាចន្ទោក្រុមគ្រួសារញោមទាវសែមនឿនមន្ត្រីរាជការទាំងអស់ពុទ្ធបរិស័ទទាំងអស់បានថ្វាយទានធ្វើនៅសម្ភារៈធ្វើនៅកុដិសាលាអីទាំងអស់ប្រគេនចំពោះភិក្ខុសង្ឃនៅក្នុងថ្ងៃនេះហើយបានរតនាសម្ដេចជាម្ចាស់និងរូបខ្ញុំបុគ្គលអាត្មាភាពរួមទាំងលោកម្ចាស់គ្រប់ព្រះអង្គបានចូលរួមសម្ដែងធម្មីកថាថ្ងៃនេះពីរោះញាតិញោមណាពីរោះបានសម្ដេចនេះរៀងកាចបន្តិចពីរោះញាតិញោមចាំអញ្ចឹងហ៎តាមពិតញាតិញោមនឹងចាំធម្មទេសនាថ្ងៃនេះថាធัวលេខ1គឺធัวដុំបាយញាតិញោមចាំ